សួស្តីពុកម៉ែបងប្អូនពេលអង្គុយនៅហាងកាហ្វេឃើញ free wifi មែនពុកម៉ែបងប្អូនមិនតាន់ app shop public wifi ងាយស្រួលប៉ុន្តែវាជាកន្លែង hacker ចាំស្ទាក់ហើយខ្ញុំនឹងឲ្យហានិភ័យ3ចំណុចហើយនឹងចំណុចការពារខ្លួនសម្រាប់ចំណុចទី1 wifi សាធារណៈភាគច្រើនគ្មានសោរការពារទេមានន័យថាទិន្នន័យ data របស់អ្នកដូចជា username password ឬសារសំខាន់អាចត្រូវគេលួចមើលដូចមើលសៀវភៅអញ្ចឹងហើយសម្រាប់ចំណុចទី2 man in the middle attack ក្រុម hacker អាចចូលទៅឈរនៅចន្លោះឧបករណ៍របស់អ្នកនិង Wi-Fi ដោយបន្លំខ្លួនធ្វើជាបណ្ដាញពិតពេលនោះពួកគេអាចស្ទាក់ចាប់រាល់អ្វីដែលអ្នកវាយបញ្ចូលហើយសម្រាប់ចំណុចទី3 fake hotspots hacker បង្កើត Wi-Fi คล้ายៗដូចជា free coffee shop Wi-Fi ដើម្បីបញ្ឆោតអ្នកឲ្យភ្ជាប់ពេលអ្នកភ្ជាប់ពួកគេនឹងអាចគ្រប់គ្រងទូរស័ព្ទរបស់អ្នកនិងដាក់មេរោគ malware បានហើយរបៀបការពារខ្លួននោះគឺចំណុចទី1ពុកម៉ែបងប្អូនអាចប្រើ VPN ឬក៏ virtual private network ហើយចំណុចទី2កុំធ្វើប្រតិបត្តិការសំខាន់ៗដូចជា online banking ហើយសម្រាប់ចំណុចទី3វិញពុកម៉ែបងប្អូនបិទ file sharing ការចែករំលែកឯកសារពុកម៉ែបងប្អូនត្រូវចងចាំថាសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនសំខាន់ណាស់កុំបណ្ដោយឲ្យ free wifi លួចយកព័ត៌មានរបស់លោកអ្នកអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសូមប្រុងប្រយ័ត្នជាមួយនឹង free wifi ពុកម៉ែបងប្អូនគួរតែប្រុងប្រយ័ត្នមុននឹងភ្ជាប់វាអញ្ចឹងសូមកុំភ្លេច subscribe ចុច follow ហើយឲ្យមេដៃហើយចែករំលែកទៅដល់មិត្តភ័ក្តិនិងគ្រួសាររបស់លោកអ្នកដើម្បីការពារខ្លួនអំពី hacker កុំឲ្យបាត់ទិន្នន័យ This is Seth from Bro Talk Techs see you guys next time stay safe bye bye